សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលក្នុងដំណោះស្រាយស្ដីពីតំបន់សមុទ្រត្រួតគ្នារវាងកម្ពុជាថៃក្រោយពេលភាគីថៃលុបចោល MOU 2001ជាឯកតោភាគីបន្ថែមពីលើនេះសម្ដេចតេជោបានបញ្ជាក់ថាមិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001នោះទេពលគឺធ្វើដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ1982តែម្ដងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី3ចូលរួមរកយុត្តិធម៌ដោយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនឹងដែលបានធ្វើកិច្ចការងារនេះតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រីឆាត់ឆៃឈុនហាវ៉ាន់ឆ្នាំ1989ដល់1990និងបន្តចុះហត្ថលេខាលើ MOU ឆ្នាំ2001បានសម្ដែងការសោកស្ដាយចំពោះការលុបចោល MOU នេះជាឯកតោភាគីពីសំណាក់ភាគីថៃក្រោមមូលហេតុថាគ្មានវឌ្ឍនភាពសម្ដេចតេជោបានចោទជាសំណួរថាតើគ្មានវឌ្ឍនភាពបណ្ដាលមកពីអ្វីរឿងនេះមានតែភាគីថៃខ្លួនឯងទេដែលដឹងច្បាស់ជាងនរណាទាំងអស់ពីព្រោះថាតើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីនវត្រានៅឆ្នាំ2006សម្ដេចតេជោបន្តថាកម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រីហ៊ុនសែននិងបន្តដោយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដោយគ្មានការផ្លាស់ប្ដូរយន្តការនិងខ្លឹមសារចរចាក្នុងពេលជាមួយគ្នាថៃផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីប្រមាណជា10នាក់តើនេះជាមូលហេតុនៃការដែលគ្មានវឌ្ឍនភាពដែរឬទេនេះគឺជាសំណួររបស់សម្ដេចតេជោហ៊ុនសែនមុននឹងបញ្ជាក់បន្ថែមថាបើទោះបីជាថៃបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញជំហរបន្តការចរចាសូម្បីតែរដ្ឋាភិបាលនាយករដ្ឋមន្ត្រីអភិសិទ្ធវិជ្ជាជីវ៉ាក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រីសុថេពធឿកសុបាននិងរដ្ឋមន្ត្រីការពារជាតិប្រវិតវង្សសុវណ្ណមកជួបចរចាជាមួយនឹងសម្ដេចដល់ផ្ទះនៅទីក្រុងតាខ្មៅកាលពីឆ្នាំ2010សម្ដេចតេជោសង្កត់ធ្ងន់ថាកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិដូច្នេះសូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតិតូបនីយកម្មបញ្ហាទ្វេភាគីនិងសូមកុំនិយាយថាធ្លាក់ចូលក្នុងអន្តរកម្ពុជាដែលចង់ឲ្យភាគីទី3ឬអន្តរជាតិចូលរួមនិងសូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគីសម្ដេចតេជោសង្ឃឹមថាកម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រចំណែកស្ថាប័នព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែរ